สวัสดีเนี่ย听众朋友，说实话，我们感情的 DSP，大家好，欢迎来到 DSP 频道。ในขนมวิดีโอนี้ยังเรียนรู้ไปเวลีจิเพศาจันก็ไม่ขาดไปเวลีอยู่ไปยังมาเรียนจมูกในขนม听众朋友โดยเปียตีมวยนี้ยังอ่านหา时间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 มาในทางไปเวลีหากเป็นมันตอบนี้ยังอ่านหา小时小时小时บันในทางเมาhai 小时นี้คือยังพร้าสำหรับกำหนดระยะเวลาដូចជា1ម៉ោង2ម៉ោង3ម៉ោងឧទាហរណ៍一天我们学习8个小时一天我们学习8个小时一天我们学习8个小时บันในทางមួយថ្ងៃយើងសិក្សា8ម៉ោងឬមួយក៏យើងសិក្សា8ម៉ោងក្នុងមួយថ្ងៃហើយពេលបន្ទាប់នេះយើងអានថាទៀនបានន័យថាម៉ោងសម្រាប់ទៀននេះគឺយើងប្រើសម្រាប់កំណត់ពេលវេលាប្រចាំថ្ងៃដូចជាម៉ោង1ម៉ោង2ម៉ោង3ឧទាហរណ៍9:08分9:08分9:08分បានន័យថាម៉ោង9:08នាទីសម្រាប់ឧទាហរណ៍មួយទៀតនេះគឺយើងអានថា1:10分1:10ម៉ោង1:10នាទីហើយពេលបន្ទាប់នេះគឺយើងអានថា1刻បានន័យថា15នាទីឧទាហរណ៍8:1刻8:1刻បានន័យថាម៉ោង8:15នាទីសម្រាប់ពេលបន្ទាប់នេះគឺយើងអានថា3刻បានន័យថា45នាទីឧទាហរណ៍12:3刻12:3刻បានន័យថាម៉ោង12:45នាទីសម្រាប់ពេលបន្ទាប់នេះគឺយើងអានថាឆាបានន័យថាខ្វះឧទាហរណ៍差5分3点差5分3点差5分3点បានន័យថាខ្វះ5នាទីទៀតម៉ោង3សម្រាប់ពេលបន្ទាប់នេះគឺយើងអានថាខ້อยជាទូទៅគឺយើងបកប្រែថាលឿនប៉ុន្តែនៅក្នុងពេលវេលាគឺយើងបកប្រែថាជិតឧទាហរណ៍快7点了快7点了បានន័យថាម៉ោង7:07ហើយពេលបន្ទាប់នេះគឺយើងអានថា快到បានន័យថាជិតដល់ឧទាហរណ៍快到时间了快到时间了បានន័យថាជិតដល់ពេលហើយឬក៏ជិតដល់ម៉ោងហើយសម្រាប់ពេលបន្ទាប់នេះគឺយើងអានថាតួជាទូទៅតួគឺយើងបកប្រែថាច្រើនប៉ុន្តែនៅក្នុងពេលវេលាឬក៏ម៉ោងគឺយើងបកប្រែថាជាងឧទាហរណ៍现在10点多了现在10点多了现在10点多了បានន័យថាពេលនេះម៉ោង10ជាងហើយឬមួយក៏ឥឡូវនេះម៉ោង10ជាងហើយសូមអរគុណចំពោះការចូលរួមទស្សនានៅវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ多谢大家观看我的视频，下个视频见。